លោកសួនស្រីរដ្ឋាក៏ថាចាប់ឲ្យអស់ពួកដែលប្រើបណ្ដាញសង្គមនិយាយថាថ្នាក់ដឹកនាំធ្វើឲ្យបាត់បង់ដីទៅសៀមដែលបំផ្លាស់ទាំងក្នុងពេលដែលរដ្ឋាភិបាលកំពុងតវ៉ាការពារទឹកដីចាប់ឲ្យអស់អ្នកដែលហ៊ាននិយាយថាកម្ពុជាបាត់ដីទៅសៀមអូគ្រាន់តែនិយាយចាប់គេដាក់គុកដែរអ្នកណាធ្វើដីបាត់ទៅសៀមមែនតើតែគួរចាប់ក្រុមរបស់លោកដែលនៅកំពុងដឹកនាំរដ្ឋាភិបាលសពថ្ងៃឬក៏មកចាប់ប្រជាពលរដ្ឋដែលស្រែកឲ្យយកដីមកវិញហើយភ័យបារម្ភនឹងបាត់ដីភាសាបែបនេះណាបើយើងមើលទៅគឺមិនមែនសមជាភាសាដែលអ្នកមានការងារអីខ្ពង់ខ្ពស់អីទេវាគួរតែភាសាដែលអ្នកអត់សូវបានរៀនសូត្រចេះដឹងអីទៅចេះតែប្រើអំពើពាលឬក៏ព្រៃផ្សៃអីចឹងចេះតែថាដើម្បីគម្រាមកំហែងមនុស្សទៅតាមការយល់ឃើញរបស់ខ្លួនអីចឹងណាប៉ុន្តែដល់ពេលលោកជាអ្នកចេះដឹងហើយឥឡូវសូមមានងារជាបណ្ឌិតទៅទៀតខ្ញុំមិនរិះគន់លោកទេខ្ញុំសុំទោសលោកសួនសេរីរដ្ឋាម្ដងទៀតខ្ញុំមិននិយាយជាលក្ខណៈបុគ្គលប៉ុន្តែមានងារជាបណ្ឌិតភាសានិយាយអីហ្នឹងគឺយើងត្រូវថ្លឹងថ្លែងឲ្យមែនបើសិនជាលោកជាមនុស្សមិនដែលរងគ្រោះដោយសារការដឹកនាំរបស់ក្រុមគ្រួសារតកូលហ៊ុនខ្ញុំមិនសូវថាអីទេប៉ុន្តែលោកប្រហែលជាភ្លេចថាលោកជាប់គុកច្រើនឆ្នាំលោកសួនសេរីរដ្ឋាត្រូវបានតុលាការផ្ដន្ទាទោសបើបងប្អូននៅចាំទេប្រហែលឆ្នាំមុនហ្នឹងគឺឲ្យជាប់ពន្ធនាគារ5ឆ្នាំពិន័យជាប្រាក់10លានរៀលពីបទញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់មេដឹកនាំធ្វើឲ្យខូចទឹកចិត្តកងទ័ពនិងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាតតាមអំណាចសាលដីកាចុះថ្ងៃទី18ខែ5ឆ្នាំ2018គឺ8ឆ្នាំមុនត្រូវបានតុលាការដាក់ទោសដាក់គុកដោយសារការប្រមាថអីចឹងទៅក៏ប៉ុន្តែក្រោយមកនៅពេលដែលគាត់ចោះចូលសុំទោសរដ្ឋាភិបាលអីអញ្ចឹងទៅក៏កាលពីថ្ងៃទី23ខែសីហានោះគឺក៏ត្រូវបានព្រះមហាក្សត្រយូរហើយចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលើកលែងទោសលោកសួនសេរីរដ្ឋាធ្លាប់ជាប្រធានគណៈបកអំណាចពលរដ្ឋខ្មែរលោកជាប្រធានគណៈបកទៅទៀតតែពេលយកចោះចូលរដ្ឋាភិបាលបានរដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍជនបទហើយមិនត្រឹមតែប៉ុណ្ណឹងគាត់ក្លាយទៅជាក្រុមការងារគណៈបកកម្ពុជាចុះមូលដ្ឋាននៅខេត្តកំពង់ឆ្នាំងបងប្អូនមានចាំទេនៅឆ្នាំ2022នៅពេលដែលលោកសួនសេរីរដ្ឋាចោះចូលជាមួយរដ្ឋាភិបាលហើយក៏បានការងារគេលើកតំណែងអីខ្ពស់មកលោកក៏បានភ្លេចខ្លួនថាពេលដែលចោះចូលបែបនេះលោកអាចនិយាយអីរិះគន់រដ្ឋាភិបាលឲ្យបានដូចអ្វីដែលលោកកាលនៅប្រឆាំងដែរខាងគណៈបកអំណាចពលរដ្ឋនោះប៉ុន្តែកាលគាត់រិះគន់នៅក្នុងគណៈបកអំណាចពលរដ្ឋធ្លាប់ត្រូវតុលាការចាប់ដាក់គុកម្ដងហើយដោយសារតែរឿងកងទ័ពហ្នឹងគឺឲ្យកងទ័ពក្រោកតវ៉ាបះបោអីប្រឆាំងនឹងរបបដឹកនាំសប្ងៃអីចឹងណាហ្នឹងគឺគាត់និយាយទៅគឺជំទាស់អត់ពេញចិត្តនឹងការដឹកនាំទេទាល់តែជាប់គុក4ឆ្នាំបានដឹងថាការដឹកនាំនេះល្អត្រឹមត្រូវតែចូលជួយដោះស្រាយអីចឹងទៅវាចែបើសិនជាអត់ទាន់ជាប់គុកគាត់ថាការដឹកនាំនឹងខុសគ្រប់រឿងដល់ពេលនិយាយទៅគេយកគាត់ដាក់គុកគាត់គិតថាការដឹកនាំរបស់គណៈបកប្រជាជនត្រឹមត្រូវចឹងចូលទៅធ្វើការជាមួយបានងារជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទឥឡូវបានអំណាចនឹងតែខ្ញុំនិយាយថាអំណាចរបស់លោកកាលពីខែកាលពីឆ្នាំ2022ហ្នឹងគឺគាត់ហ៊ានរិះគន់តាក់ទងនឹងការកាប់បំផ្លាញសំទោសការបំផ្លាញធនធានធម្មជាតិនៅកំពង់ឆ្នាំងនិយាយពីការបង្ក្រាបបទល្មើសនេសាទគាត់រិះគន់ពីបញ្ហាពុករលួយពីបញ្ហាអសមត្ថភាពរបស់សមត្ថកិច្ចដែលមែនតែនទៅមិនមែនជាអ្វីដែលលោកសួនសេរីរដ្ឋានឹងនិយាយទៅគេនិយាយចឹងគ្រប់តែគ្នាហ្នឹងប៉ុន្តែលោកសួនសេរីរដ្ឋាកាលពីឆ្នាំ2022ភ្លេចខ្លួននៅពេលដែលចូលមកគេឲ្យការងារមកឲ្យរិះគន់គណៈបកប្រឆាំងលោកសំរងស៊ីឬក៏អ្នកនៅខ្មែរក្រៅប្រទេសដែលមាននិន្នាការមិនគ្រប់គ្រងរដ្ឋាភិបាលនោះដើម្បីគេហៅថាយកមកទប់គ្នាណាគេរើសបលាមកជួសបលាអីចឹងទៅលោកភ្លេចខ្លួនគឺលោករៀនរិះគន់ខាងរដ្ឋាភិបាលកម្ពុជាហ្នឹងគឺអាជ្ញាធរខេត្តកំពង់ឆ្នាំងកាលហ្នឹងគឺគាត់រិះគន់ពីរឿងអឺគាត់សរសេរចេះថ្ងៃ22ខែមិថុនាឆ្នាំ2022
សកម្មភាពបត់ល្មើសនេសាទនៅក្នុងរដូវបិទនេសាទចាប់ពី500ម៉ែត្រទៅ1000ម៉ែត្រដែលកំពុងកើតមានយ៉ាងពេញទំហឹងនៅក្នុងស្រុកកំពង់លែងស្រុកបរិបូរខេត្តកំពង់ឆ្នាំងហើយដែលមានជនល្មើសប្រើប្រាស់សម្ភារៈហាមឃាត់មួយចំនួនរួមមានរបាំងសាច់សរោខៀវរបាំងលូស្បៃមុងរបាំងអឺសីទៀតកញ្មងកាឡាញឹកទូកមងអឺសីក្រប3ជាន់សកម្មភាពហុំព័ទ្ធសម្រាប់នឹងបានចុះផ្សាយនៅថ្ងៃទី25ខែមិថុនាឆ្នាំ2022ម្ដងទៀតដោយលើកឡើងថាចង់និយាយសាររបស់គាត់ពី2022ហ្នឹងគាត់ទៀតថាបាត់ល្មើសនេសាទក្នុងទន្លេសាបហ្នឹងគឺការបង្ក្រាបមិនដែលបានចាប់ជនល្មើសជាគោលដៅជាថៅកែជាម្ចាស់សំណាញ់អួនធំទាំងនោះទេគឺមិនដែលយកមកកាត់ទោសផ្ដន់ទោសតាមច្បាប់ម្ដងណាទេនេះគ្រាន់តែលើកកម្លាំងទៅបង្ក្រាបទៅកាប់មែនទេតែបង្គោលមងខ្លះបណ្ដែតចោលក្នុងទន្លេជន់ស្បៃមងខ្លះពលិចចូលក្នុងទឹករួចស្រេចហើយហៅថាការបង្ក្រាបហើយដោយសារតែគាត់ជាក្រុមការងារចុះទៅមូលដ្ឋានខេត្តកំពង់ឆ្នាំងក្រកការងាររបស់គណៈបកប្រជាជនកម្ពុជាហើយហ៊ានរិះគន់អាជ្ញាធរនៅក្នុងខេត្តកំពង់ឆ្នាំងគឺគណៈបកប្រជាជនកម្ពុជាបានលុបឈ្មោះលោកសួនសេរីរដ្ឋាកាលឆ្នាំ2022ហ្នឹងពីក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនេះគឺតាមសេចក្តីសម្រេចរបស់គណៈបកប្រជាជនកម្ពុជាពេលនោះដោយអត់បានបញ្ជាក់មូលហេតុដែរទេគឺប្រហោះនៅដោយសារតែតបប្រហែលជាក្រោយពីលោកសួនសេរីរដ្ឋាហ្នឹងប្រហោះសារលើតាមបណ្ដាញសង្គមរបស់គាត់ពេលដែលគាត់រិះគន់រដ្ឋាភិបាលគេចាប់គាត់ដាក់គុកអាការលើកមុនលើកក្រោយដោយសារតែគេអនុគ្រោះពេលដែលគាត់ចោះចូលរដ្ឋាភិបាលគាត់នៅឃើញអាសម្រាមនឹងពេញកែវភ្នែកទៀតគាត់ភ្លេចខ្លួនគាត់នៅហ៊ាននិយាយរិះគន់ដដែលគេដកចេញពីក្រុមការងាររបស់គណៈបកប្រជាជនកម្ពុជាចាប់ពីនឹងមកគឺលោកសួនសេរីរដ្ឋាអត់ដែលរិះគន់រដ្ឋាភិបាលកម្ពុជាសូម្បីតែមួយម៉ាត់គឺវាយប្រហារតែក្រុមបកប្រឆាំងរហូតអានេះហើយដែលធ្វើឲ្យយើងគិតថាស្ដាយធនធានមនុស្សដែរហើយដល់ពេលចុងក្រោយគាត់មកគម្រាមឲ្យញុះឲ្យគេចាប់អ្នកដែលណាថាបាត់ដីទៅថៃក្នុងពេលដែលកម្ពុជាកំពុងតវ៉ាខ្ញុំថាភាសារបស់លោកសួនសេរីរដ្ឋានេះគឺអឺជាអ្នកដែលផ្លិចកំណើតរបស់ខ្លួននៅក្នុងពេលដែលខ្លួនតស៊ូមតិត្រូវគេចាប់ដាក់គុកដាក់អីគេធ្វើទុកបុកម្នេញដែរប៉ុន្តែចុងក្រោយគឺលោកហាក់បីដូចជាបានទ្រនំខ្ពស់ឬក៏បានគេមានខ្នងមានអីចឹងទៅគឺចាប់ផ្ដើមធ្វើបាបគ្នាឯងដែលជាជនរងគ្រោះដូចគ្នាពីមុនមកអត់ព្រមជួយដោះស្រាយបញ្ហាស្រែកទៅគេរករឿងដកការងារពីគណៈបកប្រជាជនទៀតដល់ពេលឥឡូវឈប់ស្រែកដើម្បីសាច់ជូនខ្លាតឲ្យនៅស្រុកបានតើយើងនឹងជួយឲ្យស្ថានភាពនេះអាក្រក់ប៉ុណ្ណាទៀតទៅចាប់អ្នកដែលនិយាយថាកម្ពុជាបាត់ដីទៅថៃក្នុងពេលដែលកម្ពុជាកំពុងតែទាមទារពីថៃមកវិញតាមពិតណាអ្វីដែលលោកសួនសេរីរដ្ឋានិយាយនេះមិនខុសហ្មងដែរទេនៅក្នុងន័យថាទៅថាដីបាត់ទៅថៃមិនបើយើងកំពុងទៀមទាបានន័យថាបាត់គឺនៅពេលដែលយើងលែងទៀមទាហើយឥឡូវឧទាហរណ៍ថាម៉ូតូយើងបាត់ចោលលួចហើយយើងទៅរកគ្រូទាយតើយើងគិតថាអ្នកដែលនិយាយថាណែម៉ូតូណែឯងបាត់ហើយចោលលួចបាត់ហើយតើយើងទៅរករឿងចោលទៅរករឿងអ្នកគេប្រាប់ថាម៉ូតូណែឯងត្រូវចោលលួចបាត់ហើយឬក៏យើងទៅរករឿងចោលឬក៏យើងទៅរករឿងម្ចាស់ដែលពេលម៉ូតូយកទៅចតចោលអត់ព្រមចាក់សោចាក់អីស្រួលបួលទុកឲ្យចោលលួចតតែបានអត់ព្រមដាក់កាមេរ៉ាសុវត្ថិភាពអត់ព្រមរកវិធីការពារម៉ូតូអត់ព្រមរកអង្គរៈឬក៏សន្តិសុខអីមកការពារហើយឥឡូវកំពុងតែទៅរកគ្រូទាយដើម្បីមើលថាតើបានម៉ូតូនឹងមកវិញទាំងអត់អញ្ចឹងអ្នកណាក៏ដោយដែលនិយាយថាម៉ូតូនឹងបាត់គឺអ្នកឯងត្រូវតែជាប់គុកដោយសារអីម្ចាស់ម៉ូតូគេបានពឹងគ្រូទាយដែរទៅរកមើលតើបានម៉ូតូនឹងមកវិញអត់ឥឡូវគ្រូទាយអាចថាម៉ូតូនឹងអាចបានមកវិញអញ្ចឹងអ្នកឯងថាចោលលួចបាត់ហ្នឹងគឺវាមិនត្រូវទេអ្នកឯងមួលបង្កាច់បរិហាគេម្ចាស់ម៉ូតូនឹងខ្លាំងពេកម៉ូតូនឹងវាគ្រាន់តែដូរម្ចាស់អន្តើមានបាត់អីណាកុំនិយាយបាត់ព្រោះគេកំពុងរកវិធានរកគ្រូទាយរកអីដើម្បីយកម៉ូតូនឹងមកវិញបានតើតែពេលហ្នឹងម៉ូតូនៅដៃអ្នកណាគេឥឡូវហ្នឹងម៉ូតូនៅដៃចោលគឺម៉ូតូបាត់ទៅចោលហើយព្រោះចោលមានកម្មសិទ្ធិលើម៉ូតូហ្នឹងហើយបាត់ហើយតាតែយើងទាមកវិញទាទៅចោះសួរបានអត់ចាំដល់ពេលបានសិន
mình bán à năng chạm thả bạch tại bờ tia cái pong tia hay ấy bàn bạch vì ọt trời cả bạch tê bong ôn chú cả bột lùi á dương thay nhóm chú cả bột lùi bạch à lấy trời bàn kia rư bàn dương bạc ca tha nhóm mình bạch cả bột lùi tê na tha nhóm chú cả bột lùi bạch chập này anh đã cục chú nhóm mà bàn chú cả bột lùi bạch phong bạn ấy thà cả bột lôiខ្ញុំអត់បាត់មែនខ្ញុំជ្រុះកាបូបលុយមែនប៉ុន្តែកាបូបលុយខ្ញុំអត់បាត់ទេព្រោះមានគេយកខ្ញុំកំពុងតាមយកកាបូបនឹងមកវិញច្បាស់ហេថាបានកាបូបនឹងមកវិញច្បាស់នៅថាលុយនៅក្នុងកាបូបទាំងអស់ដែលចោលរើសបានហ្នឹងឬក៏អ្នករើសបានហ្នឹងគេឲ្យយើងមកវិញទាំងអស់ជួនកាល$1000នៅក្នុងហ្នឹងមកវិញសល់$5-10ក៏មានអាហ្នឹងធ្វើម៉េចវាឧទាហរណ៍បើបានមកវិញសោះចោះជួនកាលគេមិនឲ្យយើងថៃបើគេរើសបានគេមិនមាត់គេមិនអីផងគេថាគេរើសបានមិនដឹងម្ចាស់នៅណាហងអីចឹងតែហេតុអីបានជាគ្រាន់តែប្រាប់ថារបស់នឹងបាត់តែយើងខុសតែអ្នកដែលនិយាយនឹងខុសទៅវិញរឿងនេះណាគឺជារឿងគ្រោះថ្នាក់មែនតើហើយរដ្ឋាភិបាលនឹងរករឿងចឹងមែនហើយពួកអីនៅវាតែមានគំនិតខាងគណៈបកកណ្ដាលអំណាចគេនិយាយចឹងគឺទៅហើយគេទៅផ្លូវហ្នឹងហើយគឺគេតាមចាប់អ្នកណាដែលនិយាយថាដីខ្មែរបាត់ទៅថៃនៅពេលដែលខ្មែរកំពុងតែទៀមទាតើ51កន្លែងហ្នឹងមិនបាត់ទៅថៃទេឬគឺយ៉ាងម៉េចឥឡូវនេះតើវាជារបស់ខ្មែរមែនឥឡូវហ្នឹងខ្មែរទៅធ្វើអីបានតែកុងតឺន័រគេដាក់បន្លាលួសមកនៅអាអូស្មាច់បឹងតគួនថ្មដាយហ្នឹងទៅដែលធ្វើអីគេកើតទៅឈរហ្នឹងគេមកចអុលយើងជាទាហានជាអីត្រូវទាហានថៃជួនកាលភ្ជុងកភ្លើងពីលើមកទៀតតើយើងទៅធ្វើអីគេកើតអាហ្នឹងយើងថាទេអត់បាត់ផងយើងទៀមទាតាអាហ្នឹងយើងមើលតែតំបន់ត្រឹមកុងតឺន័រមួយទេប៉ុន្តែយើងមើលតែតំបន់ប្រមាណកន្លែងដែលថៃគ្រប់គ្រងគេជីកលេនដ្ឋានគេដាក់គេយកមនុស្សចូលទៅប្រាសាទតាមាន់ធំចឹងចូលឆ្នាំហ្នឹងហេតុអីក៏មិនយកខ្មែរយើងទៅលេងប្រាសាទតាមាន់ធំផងបើយើងថារបស់ហ្នឹងអត់ទាន់បាត់ចោះពេលចូលឆ្នាំហ្នឹងមិនយកមនុស្សទៅលេងប្រាសាទតាកបីផងទៅឲ្យដូចកាលយើងមុននឹងគេយកទៅបើថារបស់ហ្នឹងអត់ទាន់បាត់ទៅថៃចោះមិននាំគ្នាទៅលេងភ្នំទ្របច្រកអានសេះភូមិជោគជ័យភូមិព្រៃច័ន្ទថ្មដាស្អីទាំងអស់ហ្នឹងយើងមិននាំយើងទៅនាំគ្នារំវងចាក់ធុងបាសនៅតំបន់ទាំងអស់ហ្នឹងផងទៅចូលរួមសង្ក្រានឆ្នាំថ្មីរបស់ខ្មែរហ្នឹងយើងចូលបានទេអត់ផងហ្នឹងបានន័យថារបស់ហ្នឹងវាបាត់ទៅគេហើយទៅដីថៃហើយគឺជាដែនអធិបហើយអ្វីដែលលោកសួនសេរីរដ្ឋានិយាយថារបស់ហ្នឹងមិនបាត់ទៅថៃលោកក៏បាត់កិច្ចព្រមព្រៀងសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025ទៀតដែលកម្ពុជាប្រាប់ថាអ្នកណានៅណាអ្នកនឹងនៅនឹងបានន័យថាម៉េចបានន័យថាដីដែលគេយកបាននឹងគ្រប់គ្រងទៅប៉ុន្តែមានមេត្រាមួយដែរថាត្រូវវាស់វែងទៅជាក់ស្ដែងគឺបានប្រមាណយកប៉ុណ្ណឹងប៉ុន្តែលោកសួនសេរីរដ្ឋាភ្លេចគិតថាអាមេត្រាប្រការ3ដែលថាចង់វាស់វែងអ្នកណានៅហ្នឹងប្រើយន្តការ JBC MOU ឆ្នាំ2000ហ្នឹងថៃគេកំពុងតែលុប MOU នឹងចោលទៀតតិចទៀតដល់ចូលដល់សភាគេចាប់ផ្ដើមកោះប្រជុំគេលុបអានឹងចោលយើងបាត់អានឹងបាត់គឺបាត់ជាស្ថាពរសប្ងៃនេះណាដីខ្មែរយើងដែលបាត់ទៅថៃនេះណាបានមកវិញណាហើយសង្ឃឹមថាថៃលែងឈ្លានពានណាបើលោកសួនសេរីរដ្ឋានិយាយចេះវិញល្អថាបងប្អូនកុំនិយាយថាដីខ្មែរយើងបាត់ទៅគេអស់អញ្ចឹងយើងមិនត្រឹមត្រូវទេព្រោះអីយើងព្រមព្រៀងចុះហត្ថលេខាតំបន់ណាតំបន់ហ្នឹងឲ្យគេត្រួតត្រាគេគ្រប់គ្រងមែនក៏ប៉ុន្តែតឡាការយុទ្ធធរអន្តរជាតិឬព្រំដែនអន្តរជាតិអាចផ្ដល់យុទ្ធធរឲ្យកម្ពុជាបាននៅពេលដែលយើងប្តឹងទៅបើលោកនិយាយបែបនេះហើយសំណូមពរប្រជាពលរដ្ឋសុំកុំដាក់បន្ទុករដ្ឋាភិបាលខ្លាំងពេកតែថាបាត់ដីទៅថៃវាស្ដាប់ទៅអាក្រក់ស្ដាប់ពេកព្រោះដីហ្នឹងយើងឲ្យគេនៅណានៅហ្នឹងមែនប៉ុន្តែយើងសង្ឃឹមថាថ្ងៃណាមួយយើងបើប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិច្បាស់ណាស់គឺយើងសង្ឃឹមបានមកវិញតែឥឡូវហ្នឹងបើយើងកំពុងតែដាក់ប្តឹងអញ្ចឹងសូមឲ្យបងប្អូនកុំអាលថាដីនឹងបាត់អីគ្រាន់តែថាធ្វើម៉េចកម្លាំងយើងមិនដល់គេអាចវាយយើងទៅគេគ្រប់គ្រងយើងហើយយើងខ្លាចគេវាយថែមទៀតគឺយើងសុកចិត្តឲ្យគេគ្រប់គ្រងកន្លែងណាកន្លែងហ្នឹងក្នុងនេះគឺយើងដើម្បីដោះដូរ
ឲ្យមានសុខសន្តិភាពដើម្បីកុំឲ្យទាហានយើងស្លាប់ច្រើនកុំឲ្យជនភៀសសឹកអីតែយើងធ្វើមិនបើកម្លាំងយើងមិនដល់គេសុំគេយើងយោគយល់អីអញ្ចឹងទៅតែរដ្ឋាភិបាលកំពុងតែទាមទារតវ៉ាប្តឹងទៅតុលាការអន្តរជាតិខ្ញុំថាបើនិយាយបែបនេះវាសមហេតុសមផលដើម្បីកុំឲ្យប្រជាពលរដ្ឋនិយាយថាបាត់ដីទៅថៃបានណាតែដល់ពេលយើងប្រើយន្តការចរចាទ្វេភាគីដែលគេកំពុងតែផ្ដាច់ចោលអាជីបចរដង្ហើមយើងអស់ចឹងប្រជាពលរដ្ឋនិយាយមិនគឺបាត់មិនមែននិយាយនេះជាការដាក់បន្ទុកកម្ពុជាថាដីនឹងបាត់ទៅថៃជាស្ថាពរប៉ុន្តែនិយាយក្នុងន័យឈឺចាប់ចង់ឲ្យរដ្ឋាភិបាលប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទៅបើអត់ប្តឹងទេបាត់ហើយក្នុងន័យអញ្ចឹងណាលោកហើយដល់ពេលលោកចេញមកសុទ្ធតែគម្រាមចាប់គេដាក់គុកបើថាគាត់មិនធ្លាប់ជាប់គុកមិនថាទេគាត់ទៅធ្លាប់ជាប់គុកដោយសារតែអាជ្ញាធរធ្វើបាបធ្វើទុកបុកម្នេញកុំតែគាត់សុំទោសចោះចូលគេហ្នឹងស្មើរួចខ្លួនណាហើយដល់ឥឡូវទៅធ្វើឲ្យគេផ្សេងហ្នឹងឈឺចាប់ការទុកដោយសារលោកដែរមានការអប់រំច្រើននៅស្រុកក្រៅស្រុកអីលោកមិនគួរណាទៅធ្វើឲ្យខ្មែរអស់សង្ឃឹមអញ្ចឹងទេលោកសួនសេរីរដ្ឋាខ្ញុំចាត់ទុកថាលោកជាបញ្ញវន្តជាអ្នកចេះដឹងមួយរូបដែរហើយធ្លាប់នៅស្រុកក្រៅស្រុកអីដែរខ្ញុំជឿថាគ្រាន់តែបាយ3ពេលមិនចាំបាច់ដល់ថ្នាក់ហ្នឹងទេអីព្រោះអីចំណេះជំនាញវិជ្ជាឬក៏ចំណេះដឹងរបស់លោកប៉ុណ្ណេះខ្ញុំជឿថាមកត្រឹមរស់បាយ3ពេលលោករស់បានយ៉ាងសេចក្តីថ្លៃថ្នូរនិងសម្បូរសបាយកិត្តិយសណាមិនចាំបាច់ធ្វើដល់ថ្នាក់នេះទេព្រោះការធ្វើដូច្នេះធ្វើឲ្យប្រជាពលរដ្ឋគេស្អប់ខ្ពើមលោកទៅវិញព្រោះអីលោកធ្លាប់ជាអ្នកតស៊ូចង់ឲ្យមានការផ្លាស់ប្ដូរសិទ្ធិមនុស្សប្រជាធិបតេយ្យដល់ដូរគេអត់បានជាប់គុកខ្លួនឯងទៅคล้ายទៅជាមនុស្សរបស់គេដើម្បីចូលរួមចំណែកនៅក្នុងក្រុមអ្នកដែលប្រព្រឹត្តនិងអ្នករំលោភគេដែរឲ្យលោកមកអីទេទស្សនៈនយោបាយរបស់លោកចង់ចូលទៅខាងណាក៏បានដែរព្រោះជាសិទ្ធិសម្រេចរបស់លោកទេក៏ប៉ុន្តែត្រូវប្រើសម្បញ្ញៈមនសិការហើយនឹងវិចារណញ្ញាណក្នុងនាមជាបញ្ញវន្តជាបណ្ឌិតនឹងគឺព្យាយាមជួយរកផ្លូវកណ្ដាលឲ្យបានច្រើនដើម្បីពន្យល់ប្រាប់ប្រជាពលរដ្ឋយើងសេចក្តីថ្លៃថ្នូរការពន្យល់សពបែបសពយ៉ាងក្រៅពីគុកចង្វាក់ងើបមួយវាយមួយអីហ្នឹងគឺល្អតាលោកនិយាយបានតាហេតុអីក៏លោកចាំបាច់ត្រូវប្រើភាសាអញ្ចឹងដើម្បីលោកបានផ្កាយ2ឬក៏ផ្កាយ3ឬក៏តំណែងឋានៈអីកុំជឿថាគណៈបកប្រជាជនកម្ពុជាគេទុកចិត្តលោកនោះលោកធ្លាប់ប្រឆាំងគេរហូតតតែជាប់គុកជាប់ចង្វាក់នេះគឺគេមិនទុកចិត្តទេគឺដោយលោកហ៊ុនសែនធ្លាប់និយាយជាមួយលោកបណ្ឌិតសេងសេរីអញ្ចឹងបើធ្លាប់បោកគាត់បានគណៈបកណាក៏លោកបោកបានដែរបើលោកធ្លាប់ក្បត់ឧត្តមគតិមនសិការខ្លួនឯងបានហើយនឹងលោកក៏នឹងក្បត់រដ្ឋាភិបាលខ្លួនឯងនឹងគណៈបកប្រជាជនដែរឥឡូវគេយកលោកទៅប្រើតាគេយកលោកទៅប្រើទេហើយដោយសារតែលោកហ្នឹងគឺជាអ្នកដែលធ្លាប់មានឈាមជ័រខ្មែររស់នៅក្រៅប្រទេសផងគឺគេចង់បានអញ្ចឹងចង់បានឲ្យមកវាយប្រហារបំបាក់ស្មារតីខ្មែរនៅក្រៅប្រទេសហ្នឹងអាហ្នឹងគឺលោកគិតថាអូប្រហែលជាគេសណ្ដោសប្រោះប្រណីលោកអត់មើលទេចាអត់មើលធីសវណ្ណថាអត់មើលដួងតារាអត់មើលលោកលីសមេតអីទៅអត់មើលអ្នកផ្សេងទៀតដែលចោះចូលជួយគេមកកណក៏ដឹកឥឡូវជាប់គុកអស់ហើយហ្នឹងទេចឹងអញ្ចឹងខ្ញុំថាធ្វើអីក៏ដោយរកវិធីកណ្ដាលឲ្យបានច្រើនព្រោះអីមនុស្សក៏នៅមានការស្រឡាញ់លោកដែរអ្នកគាំទ្រលោកកាលលោកនៅជាគណៈបកអំណាចពលរដ្ឋខ្មែរអីហ្នឹងក៏គេគិតពីវីរៈភាពពីការអស់អាចសុកចិត្តជាប់គុកជាប់ច្បាប់អីហ្នឹងក៏លោកនៅមានគុណូបការៈមានអំពើល្អច្រើនដែរតាហេតុអីបំផ្លាញវាចោលទៅអីចូលទៅគណៈបកប្រជាជនកម្ពុជាគេអស់សង្ឃឹមអស់លោកច្រើនហើយហ្នឹងប៉ុន្តែហេតុអីបានជាលោកត្រូវការបាយ3ពេលមកធ្វើអញ្ចឹងទៅអីទៀតម្ដងទៀតបងប្អូននេះគឺជាលើកចុងក្រោយដែលខ្ញុំលើកយកលោកសួនសេរីរដ្ឋាមកនិយាយដោយសារតែសំណូមពរពីបងប្អូនច្រើនពេកនិយាយឲ្យស្មោះគឺខ្ញុំអត់ចង់ខាតពេលសោះប៉ុន្តែដោយសារតែសាររបស់លោកសួនសេរីរដ្ឋានេះគឺជាសារទូទៅមួយពីខាងឃោសនិកគណៈបកប្រជាជនកម្ពុជាផងនិងរដ្ឋាភិបាលកម្ពុជាផងក្នុងការបំភ័យបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីកុំឲ្យនិយាយថាខ្មែរបាត់ដីទៅថៃបងប្អូនការនិយាយខ្មែរបាត់ដីទៅថៃមិនមែនជាទោសក្បត់ជាតិទេតែការធ្វើឲ្យដីថៃដីខ្មែរបាត់ទៅថៃហើយមិនអាចនឹងគ្រប់គ្រងដែនអធិបតេយ្យបានអានោះបានជាទង្វើក្បត់ជាតិឬក៏អាចថាទង្វើមិនអាចទប់ទល់ដែនអធិបតេយ្យប៉ុន្តែកម្ពុជាមកដល់ម៉ោងនេះក៏មិនទាន់មានអ្នកណាក្បត់ជាតិដែរក្នុងន័យមួយគឺកម្ពុជាបានប្រឹងប្រែងតស៊ូទាមទារដីនឹងមកវិញដែរយើងកម្លាំងមិនដល់គេ
ការពិតមួយក៏យើងត្រូវទទួលស្គាល់ដែរថារដ្ឋាភិបាលកម្ពុជាកម្លាំងមិនដល់គេវាយគេទន្ទ្រានឈ្លានពានយើងគ្មានជំរើសអីក្រៅតែពីលើកទង់សហើយធ្វើសម្បទានខ្លះទៅអាសាច់ជូនខ្លាបាននៅស្រុកបាននៅរឿងហ្នឹងគឺជារឿងដែលកើតឡើងសម្រាប់អស់លោកដោយលោកសួនសេរីរដ្ឋាដែរតាឃើញលោកស៊ូទ្រាំនឹងអំពើដែលជិះជាន់របស់គណៈបកកណ្ដាលអំណាចមិនបានលោកសុកចិត្តអាសាច់ជូនខ្លាដើម្បីនៅស្រុកបានតាដូច្នេះនៅក្នុងន័យហ្នឹងគឺគាត់ថាអឺរដ្ឋាភិបាលគឺកំពុងតែតស៊ូមតិដើម្បីឲ្យទៅដល់តុលាការទៅទាដីពីថៃមកវិញយើងទទួលស្គាល់តវ៉ាច្រើនហើយប៉ុន្តែត្រូវប្រើយន្តការមួយបន្ថែមទៀតកុំឲ្យប្រជាពលរដ្ឋអស់សង្ឃឹមគឺប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រហ្មទណ្ឌអន្តរជាតិនៅពេលដែលប្តឹងដល់តុលាការយុត្តិធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិឬក៏យន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីលោកសួនសេរីរដ្ឋាមិននឿយមាត់នៅក្នុងការនិយាយថាកម្ពុជាបាត់ដីទៅថៃទេព្រោះនៅពេលនោះអ្នកណានិយាយក៏ក្បត់នឹងតភាពសង្គមដែរព្រោះរដ្ឋាភិបាលគេប្តឹងទៅហើយតើមិនបានថាឲ្យបាត់ដីទៅថៃឬក៏កាត់ដីឲ្យថៃព្រោះអត់បានកាត់ណាប៉ុន្តែសញ្ញេហ្នឹងគឺបើអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិគឺដូចកាត់ដីទៅថៃអញ្ចឹងអាសញ្ញេថ្ងៃទី27ខែធ្នូឆ្នាំ2025ហ្នឹងអ្នកណានៅហ្នឹងគឺកាត់ឲ្យគេហើយនៅក្នុងករណីដែលយើងអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិប៉ុន្តែបើយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏ព្រមតនអន្តរជាតិឬក៏យន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីបានន័យថារដ្ឋាភិបាលនៅតែទាមទារហើយទាមទារទាំងសុឆន្ទៈពិតប្រាកដមិនមែនតែចេតនានយោបាយដើម្បីតែបន្តក្រាញអំណាចឬក៏ដើម្បីក្រុមឲ្យគណៈបកខ្លួនមានប្រជាប្រិយសម្រាប់ការបោះឆ្នោត2027ឬក៏2028ទេនៅពេលនោះទើបប្រជាពលរដ្ឋច្បាស់ជាស្ងប់ថាហើយរដ្ឋាភិបាលគេធ្វើត្រូវហើយខ្ញុំនឹងរីករាយសាទររដ្ឋាភិបាលកម្ពុជាខ្ញុំប្រាប់ឲ្យថាខ្ញុំនឹងជប់លៀងឲ្យណានៃហ្មងនៅពេលដែលរដ្ឋាភិបាលដាក់ប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិឬក៏តុលាការយុត្តិធម៌អន្តរជាតិប្តឹងថៃឲ្យខ្ចាក់ដីមកវិញម្ដងទៀតលោកស៊ុនសេរីថាបើរដ្ឋាភិបាលមិនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិទេឬក៏ព្រមតនអន្តរជាតិទេដីដែលកម្ពុជាចុះហត្ថលេខាថ្ងៃ27ខែធ្នូឆ្នាំ2025អ្នកណានៅកណានៅហ្នឹងគឺដូចជាការកាត់ដីឲ្យថៃចឹងនឹងគឺជាការពិតអត់មានលោកអាចទៅនិយាយអីសាច់ចិត្តចឹងបានទេគាត់តែប្រជាពលរដ្ឋនិយាយពាក្យថាកាត់ដីឲ្យថៃស្ដាប់ទៅវាធ្ងន់ពេកថាកម្ពុជាកាត់ទៅដូចអត់មានទេស្រាប់យក4 5ប្លង់ទៅអាហ្នឹងបើយើងនិយាយចឹងវាដូចថាត្រូវហើយវាដូចជ្រុលដែរណាតែនេះគឺយើងវាយតដៃគេទៅវាយវាមិនឈ្នះតែចុងក្រោយគឺត្រូវតែកាត់សម្បទាននឹងឲ្យគេខ្លះទៅដើម្បីជាការដោះដូរសុខសន្តិភាពវាដូចតែគ្នាទេប្រើពាក្យណាព្រោះមិនព្រោះអីហ្នឹងស្ដាប់ទៅសគាជានឹងដូចតែគ្នាគាត់ថាម្ដងទៀតតើតែយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិទើបអ្នកដែលនិយាយថាកម្ពុជាកាត់ដីឲ្យថៃជាស្ថាពរហ្នឹងគឺគាត់និយាយអត់ត្រូវទេតែបើនៅក្នុងពេលនេះគឺគាត់និយាយត្រូវ50 នៅក្នុងន័យថាអត់ដឹងបានដីពីគេវិញផងបើអត់ប្តឹងគេផងយកយន្តការចរចាមិនប្រកាសថាបានដីផងអាហ្នឹងគាត់ភ័យទេអញ្ចឹងគួរតែដឹងគុណគាត់ទៅដែលគាត់ខំប្រឹងជួយឈឺឆ្អាលគាត់ទៅចង់បានអីពេលដែលគាត់និយាយថាកាត់ដីទៅថៃហ្នឹងគាត់ចង់បានអីឲ្យប្រកាសគាត់ចង់បានដីខ្មែរមកយើងវិញតាមិនមែនគាត់ទៅនិយាយថាអូរដ្ឋាភិបាលកាត់ដីឲ្យថៃហើយជ័យយោសាទរបានថៃបានដីច្រើនជាងមុនហើយខ្ញុំជួយអបអរសាទរថៃអាហ្នឹងមិនថាគាត់ក្បត់ជាតិប៉ុន្តែនៅពេលដែលគាត់ថារដ្ឋាភិបាលកាត់ដីឲ្យថៃគាត់បារម្ភតាគាត់ភ័យបាត់ទឹកដីខ្លួនឯងតាហេតុអីបានជាយើងទៅរករឿងគាត់និយាយហ្នឹងគឺដោយសារស្ដាយសំណោះដីយើងតាគាត់ថាភាសាដែលគាត់និយាយទៅវាមិនពេញចិត្តអស់លោកតែប៉ុណ្្នឹងហើយទៅគម្រាមកំហែងគាត់ធ្វើអីអត់តន់ឆ្អែតឆ្អល់ទេអញ្ចឹងគម្រាមកំហែងរាប់សិបឆ្នាំមកហ្នឹងអត់តន់បាត់ចង់ទេអញ្ចឹងហើយបានផលអីមកវិញពេលដែលយើងចាប់ប្រជាពលរដ្ឋខ្មែរដាក់គុកបានដីថៃមកវិញមែនបើធ្វើអញ្ចឹងមែនណាបានដីថៃទាំងអស់លោកចាប់ទាំងអស់ទៅដាក់គុកឲ្យអស់មើលហើយបើបានថៃមកវិញមែនគឺខ្ញុំជឿថាជាយុទ្ធសាស្ត្រមួយដ៏អស្ចារ្យហើយចាប់ប្រជាពលរដ្ឋខ្លួនឯងដាក់គុកបានដីមកវិញបាទឥឡូវខ្ញុំថាមិនចង់វែងឆ្ងាយទេប៉ុន្តែរឿងនេះគឺវាសគាតិចហើយខ្ញុំដូចខ្ញុំជម្រាបអញ្ចឹងខ្ញុំសូមទោសលោកសួនសេរីរដ្ឋាខ្ញុំមិនតាក់ទងនឹងបុគ្គលរបស់លោកទេគ្រាន់ថាលោកជាបញ្ញវន្តជាបណ្ឌិតអីផងសូមប្រើប្រាស់ការពិចារណាឲ្យថ្លឹងថ្លែងឲ្យល្អផងព្រោះដូចខ្ញុំនិយាយចឹងលោកធ្លាប់ធ្វើកិច្ចការងារជួយជាតិនេះតាមរយៈយន្តការគណៈបករបស់លោកនឹងប្រជាពលរដ្ឋនឹងក៏ពេញចិត្តលោកមួយចំនួនដែរមិនអត់ទេដល់ពេលលោកចូលទៅ
ដាច់ភឹងអញ្ចឹងទៅហើយទៅគាំទ្រមនុស្សដែលធ្លាប់ចាប់លោកដាក់គុកហើយទៅបែរជាមកទៅចាប់គេដាក់គុកដែរលើកទឹកចិត្តអីអញ្ចឹងវាបើលោកនៅស្រុកវៀតណាមអីតែលោកធ្លាប់នៅស្រុកអាមេរិកទៀតធ្លាប់នៅស្រុកក្រៅទៀតដឹងប្រព័ន្ធប្រជាធិបតេយ្យគេមិនប្រព័ន្ធសេរីគេមិនចុះហេតុអីបានជាលោកបិទភ្នែកចិត្តឈឹងដូច្នេះខ្ញុំស្ដាយបញ្ញវន្តមែនតើតែខ្ញុំនៅតែគិតថាជួនកាលវាអាចការដែលបាំងបិទដោយសារតែលៀបសការៈបុណ្យស័ក្តិឬក៏ការខ្លាចណាមួយតកតងនឹងសវត្ថភាពតកតងនឹងគ្រួសារតកតងនឹងបញ្ហាអីផ្ទាល់ខ្លួនអីឬអីអ្វីឬក៏អាចជាគំនិតរបស់លោកដែលទៅផ្លូវហ្នឹងខ្ញុំវាមិនដឹងដែរប៉ុន្តែបើសិនជាបញ្ញវន្តដូចលោកហើយមានគំនិតបែបហ្នឹងហើយគិតថាសារបែបហ្នឹងមានប្រសិទ្ធភាពមានប្រយោជន៍បានឲ្យគេស្គាល់លោកកាន់តែច្រើនខ្ញុំថានេះគឺជាអំពើឆ្គាំឆ្គងមួយដែលគួរកែប្រែទេបាទខ្ញុំបញ្ចប់បងប្អូនគឺព័ត៌មាននៅពីរទៀតគឺតកតងនឹងគណៈកម្មាធិការបោះឆ្នោតខ្មែរនៅក្រៅប្រទេសសម្រុកចោះឈ្មោះប្រជាពលរដ្ឋនៅទូទាំងពិភពលោកខ្ញុំប្រហែលបុណ្យចូលឆ្នាំនេះខ្ញុំទៅវត្តណាក៏ដូចវត្តណាដែរគឺខ្ញុំសរសើរក្រុមការងារគណៈកម្មាធិការជាតិបោះឆ្នោតរបស់ខ្មែរក្រៅស្រុកឬក្រៅប្រទេសនេះណាគាត់ទៅត្រុកគ្រប់កន្លែងដើម្បីឲ្យបងប្អូនជួយចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានៅក្រៅប្រទេសដើម្បីឲ្យមានដូចថាគិតគូរជាយន្តការបោះឆ្នោតមួយឲ្យប្រជាពលរដ្ឋខ្មែរក្រៅប្រទេសមានសិទ្ធិអំណាចមានតំណាងរបស់ខ្លួនមួយជួយដោះស្រាយបញ្ហានៅស្រុកទេសអីចឹងដែរអញ្ចឹងបានន័យថាបងប្អូនដែល